4. កំពូលប្រាថ្នារបស់ម៉ែឪកូនជាទីស្រឡាញ់កូននៅមិនទាន់ដឹងដល់សេចក្តីប្រាថ្នាថ្នាក់កំពូលរបស់ម៉ែឪគឺម៉ែឪគ្រប់គ្នាវេលាដែលមានជំងឺរមែងត្រូវការឃើញមុខកូនរបស់ខ្លួនមកប្រណិប័តន៍មកមើលថែនៅចិត្តនៅក្បែរសាកសួររឿយនោះឯងណាកូនគឺជាថ្នាំវិសេសដែលធ្វើឲ្យឪពុកម្ដាយឆាប់ជាសះស្បើយក្រៃលែងណាស់ទៅទៀតគឺនៅពេលដែលខ្លួនចាស់ជរាជួយអ្វីខ្លួនឯងមិនបានរមែងត្រូវការកូនជាទ្វេគុណជាត្រៃគុណសូម្បីដឹងថាកូនរបស់ខ្លួនមានធុរៈមមាញឹកមានការងារដែលត្រូវធ្វើច្រើនសន្ធឹកសន្ធាប់មិនសូវមានពេលទៅមកយ៉ាងណាក៏ដោយក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរគឺនៅតែប្រាថ្នាឃើញកូនហើយប្រាថ្នាឲ្យកូនមកមើលថែជានិច្ចឪពុកម្ដាយគ្រប់គ្នាក្រៅអំពីប្រាថ្នាឲ្យកូនយកចិត្តទុកដាក់មើលថែខ្លួនហើយនៅមានសេចក្តីប្រាថ្នាជាទីបំផុតម្យ៉ាងទៀតគឺចង់ឃើញកូនមានសេចក្តីចម្រើននិងមានសេចក្តីសម្រេចក្នុងជីវិតមានជីវិតរុងរឿងសម្បូរទៅដោយសេចក្តីសុខបើកូនបានសំតាមសេចក្តីប្រាថ្នាឪពុកម្ដាយគ្រប់គ្នានឹងមិនច្រណែនជាមួយកូនឡើយញាប់ញ័រក្នុងចិត្តតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នៅសេចក្តីសម្រេចក្នុងជីវិតរបស់កូននោះដែលឪពុកម្ដាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមកក៏ដើម្បីជ្រោមជ្រែងកូនឲ្យបានសម្រេចតាមបំណងប្រាថ្នានោះឯងបើបានឃើញកូនជាមនុស្សល្អមានសមត្ថភាពគ្រប់គ្រាន់មានការចេះដឹងជាមនុស្សឆ្លាតមានការងារធ្វើជាចំហនៃជីវិតនិងបានជួបប្រសពនៅសេចក្តីសម្រេចឪពុកម្ដាយគ្រប់គ្នាក៏ភ្លេចអស់នៅការនឿយហត់ទៅហើយដែរចូលកូនគ្រប់គ្នាកុំធ្វើឲ្យម៉ែឪខកចិត្តអស់សង្ឃឹមឡើយ 5. កូនត្រូវជាមនុស្សស្មោះត្រង់កូនជាទីស្រឡាញ់ការស្មោះត្រង់ព្រះបិដូរជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងមនុស្សយើងនៅជាមួយអ្នកណាធ្វើការងារជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះថែមទាំងស្មោះចំពោះការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងការស្មោះត្រង់នោះគឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្ដីអ្វីជាសម្ដីផ្កាអ្នកណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្តត្រង់ជាមួយការងារកូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់គឺត្រង់ទៅត្រង់មកធ្វើអ្វីក៏ចាប់យកការស្មោះត្រង់ជាទីតាំងសូម្បីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនៅសេចក្តីល្អបែបនេះឲ្យសោះអ្នកណាគេយល់ថាការវិវេឬការយកប្រៀបលើអ្នកដទៃទៅជាសេចក្តីឆ្លាតក៏ស្រេចតែអ្នកនោះទៅចោះបើគេថាកូនជាមនុស្សល្ងង់ឬភ្លើកូននៅតែជាកូនឆ្លាតរបស់ពុកម៉ែដដែលព្រោះមនុស្សឆ្លាតទើបចេះជួយខ្លួនឯងឲ្យផុតពីបាបកម្មបើកូនមិនស្មោះត្រង់ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងង់ឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការដោយស្មោះត្រង់ល្អពិតមុនដំបូងកូនអាចលំបាកកាយតែសប្បាយចិត្តរួចហើយក្នុងការជាខាងក្រោយគឺកូនមិនត្រូវបានទទួលនៅទុក្ខទោសអ្វីរហូតតទៅ 6. គុណនៃសេចក្តីលំបាកកូនជាទីស្រឡាញ់ឪពុកម្ដាយក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរគឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយនៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននៅសេចក្តីលំបាកផងទៀតមិនមានម៉ែឪណាដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយប៉ុន្តែពេលខ្លះកូននៅតែមានសេចក្តីលំបាកព្រោះឪពុកម្ដាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯងក្នុងសេចក្តីនេះកូនត្រូវចាំទុកថាសេចក្តីលំបាកនោះវាមិនមែនអាក្រក់មានពិសកាច់សាហាវ
ធ្វើឲ្យមនុស្សយើងទុកលំបាកទៅតែម្យ៉ាងនោះទេបើយើងសម្លឹងមើលក្នុងការសិក្សាឬមើលក្នុងផ្នែកមួយផ្សេងទៀតសេចក្តីល្អឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែកិតនិងធ្វើឲ្យបានជាអ្នកធំទៀតផងប្រៀបដូចដែកដែលគេដុតឲ្យរឹងដូចឆ្នោឯងការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯងព្រោះត្រូវតស៊ូក្រាញននាលដើម្បីយកឈ្នះសេចក្តីលំបាកនោះមានមនុស្សមិនទិញអ្នកដែរទេដែលគេបានល្អមកអំពីសេចក្តីលំបាកដោយកាន់គំនិតថាលំបាកមុនស្រណុកក្រោយពោលគឺមានការអត់ធន់ព្យាយាមនៅរវាងសេចក្តីលំបាកនិងភាពស្រណុកសុខសប្បាយថ្លៃថ្នូររុងរឿងផ្ទុយមកវិញក៏មិនទិញអ្នកដែរដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមកមិនដែលស្គាល់មិនដែលជួបនៅសេចក្តីលំបាកឡើយលុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើងក៏ស្ទើរតែជួយខ្លួនឯងមិនរួចធ្វើអ្វីក៏មិនកើតចាប់អ្វីក៏មិនជាប់ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់ទម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយមានខ្លះទ្រាំនឹងលំបាកមិនបានក៏ត្រូវបាត់បង់ជីវិតទៅដូច្នេះកូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអ្វីត្រូវចាំទុកថាសេចក្តីលំបាកជាគ្រូបង្វឹកកូនត្រូវលុតដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ត្រូវយកផលកម្រៃពីសេចក្តីលំបាកចម្រើនគុណធម៌ក្នុងចិត្តនិងយកសេចក្តីលំបាកជាមេរៀនដែលកូនត្រូវតែសិក្សាថាអាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអាចណែកតែធ្វើឲ្យដែករឹងរិតតែរឹងទុកដុតមនុស្សខ្សោយឲ្យប្រេះទីពឹងតែបែមនុស្សរឹងត្រាស់ដឹងសច្ចៈមិនមានអ្វីសល្អជាងគុណធម៌ខន្តីបវរតស៊ូឥតអាទឹកតែមួយផ្តិលត្រឹម30ប្រឡាក់ព្យាយាមដងចាក់ដាក់ពេញអាងធំវីរោប្រែថាអ្នកខ្លាអង្អាចទុកខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំព្យាយាមខន្តីបញ្ញាអប់រំឈ្នះអស់ទុកធំជួបជុំគុណគំលទ្ធផលការងារជាតម្លៃមនុស្សធ្វើការដោយព្យុះជំរុះអភ័ព្វជំនះឧបសគ្គប្រច័ក្សកំណប់គុណធម៌ជាទ្រព្យជាប់តាមជីវិតមនុស្សដែករឹងប៉ឹងតែមិនរឹងរូសព្យាយាមជំរុះមានអ្នកក្នុងចិត្តទន់កាយវាចាមេត្តាមានពិតតែរឹងប្រព្រឹត្តសុចរិតដូចដែក7ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់ការកូនទៅបម្រើការរាជការឬទៅធ្វើការស៊ីឈ្នួលគេគឺកូនត្រូវធ្វើការអ្វីក៏ដោយចូលកូនធ្វើឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់សមត្ថភាពឲ្យសមនឹងតម្លៃប្រាក់ខែឬតម្លៃឈ្នួលប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែឬតម្លៃឈ្នួលនោះគឺរឹតតែល្អកុំធ្វើការគ្រាន់តែដើម្បីឲ្យបានប្រាក់តែម្យ៉ាងកុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះត្រូវធ្វើការងារដើម្បីឲ្យការងារសម្រេចដោយល្អផងទើបជាការសមរម្យមនុស្សយើងគួរជាមនុស្សមានទឹកចិត្តកុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ចិត្តដែលមិនយកប្រៀបគេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រាប់ការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯងការដែលមនុស្សយើងមានទឹកចិត្តក៏រមែងមាននៅទឹកសម្រាប់ផ្សើមឲ្យស្រស់បោះត្រជាក់ប្រឆាំងនៅសេចក្តីកំណាញ់និងការច្រណែនជាដើមខុសអំពីមនុស្សដែលមិនមានទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដូចស្រែដែលខ្វះទឹកអីចឹងឯងចូលកូនវឹកហាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេ
ឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូចនេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងគប្បីមានឲ្យដល់គ្នាដើម្បីបាននៅធ្វើការជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន 8. រក្សាសម្ដីកូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់ម្យ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាង 1. មុននិយាយ 2. និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនិងការនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពាក្យដែលយើងនិយាយចេញទៅហើយគឺជាចៅវាយនាយរបស់យើងណាកូននិងបង្គាប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនអើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបង់សម្ដីទៅហើយអ្វីដទៃទៀតសូម្បីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចកេរ្តិ៍ឈ្មោះក្នុងការមិនរក្សាសម្ដីដូច្នេះហើយទើបបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះតែទទួលពាក្យគេដោយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួលជាមុនសិនមនុស្សយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយតើអាចរក្សាអ្វីបានទៅព្រោះអំបាលពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងបារបស់ដតីក្រៅខ្លួនធ្វើដូចម្ដេចនឹងអាចរក្សាបានដូច្នេះទើបម៉ែឪដាស់តឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីជាមួយអ្នកណាហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយឡើយមនុស្សដែលបង់ពាក្យបង់សម្ដីសំបីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរចូលកូនកុំជាមនុស្សនិយាយលេះលោះឬនិយាយកុហកសូម្បីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យខាងក្រោមនេះពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនឥតប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះកូនមេឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកមានម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរកាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកនិងម្ដាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូមានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនដោយគុណនិងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលម៉ែឪទូមាននោះឪសូមឲ្យពរកូនមេឪពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយ
មិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានកូនក្តៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងដល់ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសសិលខុសធម៌ខុសវិន័យទៅបានតាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកអំពីការមិនដឹងគុណនឹងឯងតែបើកូនជាមនុស្សចេះដឹងគុណកូនមានតែសេចក្តីចម្រើនដោយកុសលម្យ៉ាងទៀតកតញ្ញូតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមេឪពុកជាមនុស្សល្អកតញ្ញូតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បាមនិងជាដង្ហើមនៃកុសលកតញ្ញូតាការដឹងគុណនាំចាក់ទារុណបាបកង្វល់គឺជាបញ្ញាគ្រឿងតម្កល់នាំខ្លួនចូលដល់កុសលកម្មគុណធម៌ល្អណាស់ក្នុងខ្លួនមនុស្សកូនកុំប្រទោសត្រូវចងចាំជាធម្មតាគុណគ្មានប្រេះស្រាំទោះយូរខែឆ្នាំនៅតែល្អបើកូនចង់បានជាមនុស្សពិតត្រូវមានគំនិតថ្លៃបវរកូនកុំយកខ្មៅធ្វើជាសកុំយកគុណល្អមកជន់ឈ្លីកូនមាឪពុកកូនត្រូវចាំទុក1មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតាការដែលធ្វើឲ្យមាតាបិតាលំបាកចិត្តតាំងណែនក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្មដ៏ធ្ងន់របស់កូន2ការជឿស្ដាប់ដំបូន្មានល្អរបស់មាតាបិតារមែងមិនមានការសាបសូន្យឡើយពោលគឺមិនចេះរឹងរូសតែម្យ៉ាងកូននឹងបានល្អគ្រប់យ៉ាង3ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន4ការបំពេញតួនាទីជាកូនល្អគឺជាការបដិបត្តិធម៌កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនវាសវៃត្រូវឈានទៅមុខត្រូវធ្វើការងារប្រជែងជាមួយពេលវេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់សង្គមជាតិ5អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិតកូនមេឪពុកត្រូវដើរតាមផ្លូវព្រះកុំដើរតាមផ្លូវរបស់មាការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណាដោយខ្លួនឯងដាស់តឿនខ្លួនឯងកុំលេះលោះកុំតម្រុនត្រូវឆ្ងាយពីអបាយមុខស្រីស្រាលបែងនិងបាបមិត្តត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ចកូនកុំប្រមាថក្នុងជីវិតផ្លូវនេះនៅជិតក្បែរមាត់ជ្រោះចិញ្ចឹមជីវិតឲ្យបានរស់កូនត្រូវស្គាល់គ្រោះឲ្យជាក់លាក់បាបមិត្តស្រីស្រានិងលបែងភ្នាល់ព្រមទាំងមិនខ្វល់នឹងធុរៈជាគ្រោះថ្នាក់ប្រាកដជាជ្រុះជ្រៅមិនរាក់ធ្លាក់បាក់កដំណើរជីវិតពិតលំបាកតែបានធូរស្រាកព្រោះធ្វើល្អផ្លូវអបាយមុខមិនត្រាច់ចរចេះភ័យខ្លាចក្រប្រឹងរៀនសូត្រកូនមាសឪពុកពេលវេលាដែលកន្លងទៅនិងជីវិតឪដែលបានកន្លងមកនេះជារយៈពេលយូរដែរហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខនិងឆ្លងកាត់លោកធម៌ផ្សេងទៀតដោយច្រើនសន្ធឹកសន្ធាប់កូនស្ងួនមាសឪពុកឯងជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវធ្លាក់ចុះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើនក្នុងលោកឪមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រុងចាំស្ដាប់ជីវិតមនុស្សយើងនឹងមានសេចក្តីសុខទៅបានតើតែយកធម៌មកជាកល្យាណមិត្តយកធម៌មកទំនុកបំរុងឲ្យដល់ចិត្តតាំងទុកក្នុងចិត្តជានិច្ចអចិន្ត្រៃយ៍ធម៌ក្នុងទីនេះគឺការបំពេញនៅមុខនេតិនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បងយើង
បើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីព្យាយាមសូមឲ្យកូនប្រកាន់នៅគតិមួយថាឧបសគ្គរមែងមកមុនសេចក្តីសម្រេចនិងសូមកូននឹករឿយៗថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់ការបាបច្រើនការគិតក៏នាំយកសេចក្តីក្តៅក្រហាយមកដុតរលចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធម៌សសាងចម្រោកជីវិតមានទុក្ខជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ញាស្រាវជ្រាវរកចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុក្ខពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុក្ខកាយតែចិត្តមិនមនោមដេញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធម៌ជាអាហារទើបបានសុខាទាំងប្រុសស្រីសុចរិតធម៌សជាចំណីសិរីសួស្តីមានរាល់ឆ្នាំ